ជំរាបសួរបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នានាងខ្ញុំឈ្មោះមានរតនាជាយុវជនប្រចាំនៅស្រុកស្វាយតើតាំងនាមរូបនាងខ្ញុំតនឹងតំណាងឲ្យរដ្ឋបាលស្រុកស្វាយតើក្រោមការដឹកនាំរបស់លោកហៃសំណាងអភិបាលនៃគណៈអភិបាលស្រុកស្វាយតើសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអាដាមសួរសុមាលីនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនិងលោកជំទាវជុតពរនីដែលបានឧបត្ថម្ភអំពៅចំនួន30,000ដើមស្មើនឹង90,000កែវជូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាមព្រៃវែងចាប់ពីថ្ងៃទី13ដល់ថ្ងៃទី16ខែមេសានៅទីរួមខេត្តព្រៃវែងជាពិសេសនៅស្រុកច្បារសម្ដេចជាស្រាប់បងប្អូនប្រជាពលរដ្ឋយុវជនយុវនារីដែលមកចូលរួមលេងសង្ក្រាន្តឆ្នាំ2026នៅទីរួមខេត្តព្រៃវែងហើយអញ្ជើញមកពិសាទឹកអំពៅដែលអត់គិតថ្លៃគ្រប់គ្នាចានៅស្ថាប័នរដ្ឋបាលស្រុកស្វាយតើចុងក្រោយនេះខ្ញុំសូមគោរពជូនពរដល់អាដាមលោកជំទាវនិងក្រុមគ្រួសារសូមទទួលបាននូវសុខភាពល្អនិងជោគជ័យក្នុងរាជការហើយនេះខ្ញុំសូមញ៉ាំនៅក្តីនឹករលឹកជូនទៅដល់បងវីរៈខងទ័ពនិងបងប្អូនជាជនភៀសសាស្ត្រនៅតាមតំបន់ព្រំដែនក្នុងឱកាសឆ្នាំថ្មីនេះសូមឲ្យបងប្អូនទាំងអស់ជួបតែសំណាងល្អនិងសេចក្តីសុខគ្រប់គ្នាហើយនឹងសូមគោរពជូនពរដល់ប្រជាជនខ្មែរទាំងអស់សូមចូលរួមលេងកម្សាន្តសង្ក្រាមព្រៃវែងហើយនឹងសង្ក្រាមនៅក្នុងប្រទេសកម្ពុជារបស់យើងសូមឲ្យទទួលបាននូវភាពសប្បាយរីករាយសេចក្តីសុខនិងសុខសុវត្ថិភាពគ្រប់គ្នាចាសូមអរគុណចាជំរាបសួរនេះខ្ញុំឈ្មោះនៅរៀបសៀងគឺជាក្រុមសាធំមកពីភូមិមេបុនស្រុកស្វាយតើខេត្តព្រៃវែងទាំងខ្ញុំមានទឹកសប្បាយរីករាយមែនទែនដែលសាលាស្រុកស្វាយតើបានដាក់តាំងបង្ហាញនៅរដ្ឋបាលខ្មែរនៅក្នុងស្រុកស្វាយតើហើយក៏មានព្រៃជាទឹកអំពៅសម្រាប់បងប្អូនមកពីក្នុងខេត្តទាំងអស់នៅក្នុងខេត្តព្រៃវែងនេះឲ្យទាំងបងប្អូនទាំងអស់គ្នាហើយខ្ញុំសូមតាមពរឲ្យរដ្ឋាភិបាលមានការដាក់តាំងពីពណ៌នៅផលិតផលនៅក្នុងស្រុករបស់យើងឲ្យកាន់តែច្រើនរៀបរាប់ឆ្នាំទៅមុខទៀតនៅក្នុងស្តង់នៃរដ្ឋបាលស្រុកស្វាយតើបានរៀបចំបង្ហាញតាំងពីពណ៌នៅផលិតផលយ៉ាងច្រើនប្រភេទបាទមានដូចជានំទ្រាំបាទនំទ្រាំនេះនៅក្នុងទឹកដីនៃស្រុកស្វាយតើគឺពេញនិយមទាំងប្រជាពលរដ្ឋមកដែលឆ្លងកាត់ផ្លូវជាតិលេខ1ឆ្លងកាត់ទៅនឹងផ្លូវជាតិលេខ8បាទអញ្ចឹងទេគឺតែងតែចេញពីទីរួមខេត្តព្រៃវែងទៅតែងតែឃើញនំទ្រាំនៅក្នុងភូមិមេបុនក្រៅពីនំទ្រាំរដ្ឋបាលស្រុកស្វាយតើមានកសិផលមួយទៀតគឺអំពៅបាទអំពៅនេះគឺនៅក្នុងទឹកដីនៃរដ្ឋបាលស្រុកស្វាយតើនៅឃុំជាខ្លាងដែលពេញនិយមដែលនាំចេញទៅក្រៅស្រុកក្រៅខេត្តបាទយ៉ាងច្រើនរៀងរាល់ឆ្នាំរដូវកាលនៃអំពៅនេះតែម្ដងក្នុងនាមខ្ញុំមន្ត្រីមួយរូបដែលបានចូលរួមជាមួយនឹងរដ្ឋបាលស្រុកស្វាយតើនេះសូមឲ្យប្រជាពលរដ្ឋក៏ដូចអ្នកទីជិតទីឆ្ងាយទាំងអស់ក្នុងប្រជាជាតិកម្ពុជាជាពិសេសក្នុងខេត្តព្រៃវែងសូមគាំទ្រនៅផលិតផលរបស់ក្នុងខេត្តព្រៃវែងរបស់យើងខ្លួនអ្វីបងមកពីមេសាំងបងអត់សុបាយចិត្តទេនៅពេលដែលប្រកាសតាមទីសង្គ្រាមនៅក្នុងខេត្តព្រៃវែងសុបាយបងសុបាយបានលេងល្បែងប្រជាប្រិយខ្លះអូបានលេងទាញស្រន់ហើយនឹងឡើងអានេះហ៎បងឡើងលើសោកខ្លាំងបងអត់សុបាយទេអត់សុបាយបងមកទៅពេលដែលអូនលេងហាត់ហើយអូនមកទៅគាត់ទៅនៅរដ្ឋបាលអត់ស្អីទៅណាអូនសុបាយចិត្តទេទៅពេលដែលអត់អស់លុយណាសុបាយចិត្តបងមិនមួយមកតែណាតាមពិតគេស្រីទេបងសុបាយហើយឆ្ងាញ់ទេបងអត់ចាំអីអរគុណទៅដល់រដ្ឋបាលស្រីទៅអរគុណដល់រដ្ឋបាលស្រីទៅដែលបានឧបត្ថម្ភឲ្យមានទឹកពៅផឹកព្រីបងមកលេងសំណានតែពេលលេងសុបាយអូនសុបាយបងហើយខ្ញុំបានលេងល្បែងជាប្រិយហត់ហើយបានទាំងបាយញ៉ាំព្រីទៀត